តាមបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរមកស្ដាប់អ្នកគ្រូបកស្រាយអំពីថ្ងៃខែឆ្នាំទាំង12ទាំងអស់គ្នាបាទថាតើដំណើរការជីវិតរបស់យើងនឹងជួបរឿងល្អនិងរឿងអាក្រក់អ្វីខ្លះសូមតាមដានស្ដាប់អ្នកគ្រូបកស្រាយទាំងអស់គ្នាបាទចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំរោងសម្រាប់លោកអ្នកដែលកើតឆ្នាំរោងនៅក្នុងខែមករាចាឆ្នាំ2026នេះផ្ទាល់អ្នកកើតឆ្នាំរោងគឺលោកអ្នកអាចមានការបារម្ភមានការគិតច្រើនអត់ដឹងថាលោកអ្នកកំពុងតែគិតរឿងអីទេចាអាចថាកំពុងសម្រេចចិត្តកំពុងតែកាត់ចិត្តពីអីមួយចាធ្វើលោកអ្នកអាចថានៅច្បុកច្បល់សម្រាប់ខ្លួនឯងអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកកើតឆ្នាំរោងលោកអ្នកត្រូវកាត់បន្ថយរឿងការគិតបន្តិចបើមិនចឹងទេអាចមានសម្ពាធតែខ្លួនឯងអញ្ចឹងណាចាហើយបើពាក់ព័ន្ធនឹងរឿងលុយកាក់អីសម្រាប់ចូលដល់ខែមករានេះតម្លៃលុយកាក់របស់លោកអ្នកឃើញថាក៏អាចមានភាពនឹងណជាងមុនដែរយើងអាចមានឱកាសមានការជួយជ្រុំជ្រែងក៏ដូចជាមានឱកាសហៅបានសម្រាប់ដូចថាលុយកាក់របស់យើងចេះតែមានចូលមកជាបន្តបន្ទាប់សម្រាប់យើងអញ្ចឹងណាមិនធ្វើឲ្យលោកអ្នកអាចថាជួបបញ្ហាទេហើយបើសិនជាលោកអ្នកអាចថាមានការពិភាក្សាណាត់ជួបរឿងលុយកាក់ជាមួយអ្នកណាម្នាក់ក៏អាចមានឱកាសជោគជ័យដែរចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងសុខភាពវិញចាសុខភាពរបស់លោកអ្នកនៅក្នុងខែមករានេះគឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការក្តៅខ្លួនចាអាចអាសាឡើងកម្ដៅអីចឹងណាហើយមួយទៀតក៏ប្រយ័ត្នមួយភ្លើងដែរព្រោះអាចមានបញ្ហាប្រយ័ត្នអាលិភ្លើងអាលិតែក្តៅអីចឹងណាចាហើយពាក់ព័ន្ធជាមួយរឿងការងារលោកអ្នកដែលមានការងារជាប្រចាំសម្រាប់លោកអ្នកដែលកើតឆ្នាំរោងចាការងាររបស់លោកអ្នកនៅក្នុងខែមករានេះផ្ទាល់ចាគឺលោកអ្នកអាចនឹងមានការងារចូលមកច្រើនដែលធ្វើលោកអ្នកអាចនឹងមានឱកាសទទួលបានឱកាសថ្មីក៏ដូចជាភាពជោគជ័យជាមួយនឹងការងាររបស់យើងចាហើយពាក់ព័ន្ធជាមួយនឹងការរកស៊ីដែរចានៅក្នុងឆ្នាំថ្មីក៏ដូចជាខែមករាថ្មីនេះផ្ទាល់ចាគឺការរកស៊ីរបស់លោកអ្នកយើងអាចមានដំណើរការល្អចានឹងអាចមានអតិថិជនថ្មីចេញចូលជាបន្តបន្ទាប់ណាចាហើយពាក់ព័ន្ធជាមួយនឹងរឿងស្នេហាឬក៏ជីវិតគូសម្រាប់លោកអ្នកដែលមានដៃគូសម្រាប់ជីវិតគូរបស់អ្នកកើតឆ្នាំរោងនៅក្នុងខែមករានេះផ្ទាល់លោកអ្នកត្រូវមានការប្រុងប្រយ័ត្នលោកអ្នកអាចនឹងមានបញ្ហាមានការប៉ះទង្គិចគ្នាតាមរយៈទូរស័ព្ទឬអាចថាមានហេតុជារឿងហ្នឹងគឺដោយសាររឿងទូរស័ព្ទដែរចាអាចថាដៃគូរបស់យើងគាត់អាចនឹងមានការបិទបាំងការលាក់បាំងនៅការឆាបជាមួយអ្នកនេះអ្នកនោះអីចឹងទៅធ្វើឲ្យលោកអ្នកចាប់បានក៏អាចទៅជារឿងចំនួនទាស់តែងហើយនៅក្នុងខែមករានេះត្រូវប្រយ័ត្នអ្នកកើតឆ្នាំរោងជីវិតគូរបស់អ្នកបើសិនជាអាចថាយើងចិត្តក្តៅឬទប់មិនជាប់ទេនឹងអាចមានលេខអាចនឹងត្រូវឃ្លាតឆ្ងាយពីគ្នាអញ្ចឹងណាអញ្ចឹងលោកអ្នកត្រូវប្រយ័ត្នណាចាហើយសម្រាប់រឿងដែលគួរប្រុងប្រយ័ត្នបំផុតសម្រាប់លោកអ្នកដែលកើតឆ្នាំរោងគឺលោកអ្នកត្រូវប្រយ័ត្នរឿងការបួងសួងការបន់ស្រន់ណាតាមកន្លែងវត្ថុស័ក្តិសិទ្ធិផ្សេងបើសិនជាលោកអ្នកចូលចិត្តបួងសួងចូលចិត្តបន់ស្រន់ត្រូវចាំខ្លួនឯងផងអាចជាប់មាត់ជាប់ពីកន្លែងណាមួយចាហើយពាក់ព័ន្ធជាមួយនឹងរឿងស្នេហាចារបស់លោកអ្នកដែលនៅទនេលោកអ្នកដែលមិនទាន់មានអ្នកណាណាចាលោកអ្នកដែលនៅលីវឃើញថានៅក្នុងខែមករានេះលោកអ្នកក៏អាចមានអ្នកព្យាយាមចូលមកប៉ុន្តែគាត់ថាលោកអ្នកដែលឆ្នាំរោងពេលខ្លះលោកអ្នករៀងអាចថាយើងរៀងសំដីអាក្រក់បន្តិចចឹងណាដល់ពេលអញ្ចឹងអ្នកចូលមកមុំអាចគេរៀងខ្លាចយើងដែរអញ្ចឹងឱកាសនេះបើសិនជាលោកអ្នកអាចថាចង់បើកចិត្តទទួលអ្នកណាម្នាក់គួរព្យាយាមតម្លាក់ពាក្យសម្ដីតិចអាចថារៀងផ្អែមល្ហែមតិចដោយសារអ្នកឆ្នាំរោងគឺយើងអាចចេះផ្អែមល្ហែមដូចគេទេចាហើយសម្រាប់ការធ្វើបុណ្យសម្រាប់អ្នកកើតឆ្នាំរោងគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការជួយតាមមន្ទីរពេទ្យដើម្បីជាការលើករាសីរបស់យើងហើយសម្រាប់ពណ៌លើករាសីចាគឺមានពណ៌ទឹកប៊ិចហើយនិងពណ៌សចាហើយលេខសំណាងរបស់លោកអ្នកគឺមានលេខ37ណា